គន្លឹះ10យ៉ាងជួយផ្លាស់ប្ដូរផ្នត់គំនិតនិងអភិវឌ្ឍជីវិតឲ្យបានល្អប្រសើរ 1. រឿងលុយកាក់មិនស្ថិតលើចំណូលទេតែស្ថិតលើការចំណាយកុំគិតថាចំណូលខ្ពស់ធ្វើឲ្យអ្នកមានបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុពិតប្រាកដគឺស្ថិតនៅលើការគ្រប់គ្រងលុយកាក់យ៉ាងឆ្លាតវៃបើអ្នកចំណាយលើសពីអ្វីដែលអ្នករកបានទោះរកបានច្រើនយ៉ាងណាក៏នៅមិនគ្រប់ដែរ 2. តំបន់សុខស្រួលជាតំបន់គ្រោះថ្នាក់ការលូតលាស់មិនដែលកើតឡើងនៅក្នុងតំបន់សុខស្រួលនោះទេដើម្បីអាចបោះជំហានទៅមុខបានអ្នកត្រូវតែហ៊ានចេញពីតំបន់សុខស្រួលហើយប្រឈមមុខនឹងបញ្ហាថ្មីៗ 3. កុំប្រៀបធៀបជីវិតខ្លួនឯងជាមួយនរណាម្នាក់ការប្រៀបធៀបគឺជាផ្លូវឆ្ពោះទៅរកភាពក្រៀមក្រំអ្នកមិនដឹងពីការតស៊ូរបស់គេនោះទេដូច្នេះចូលផ្ដោតលើផ្លូវរបស់ខ្លួនឯងនិងការអភិវឌ្ឍខ្លួនឯងរាល់ថ្ងៃ 4. អ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តបាននោះទេការព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តនោះអ្នកនឹងធ្វើឲ្យអ្នកបាត់បង់ខ្លួនឯងត្រូវដឹងថាអ្នកមិនអាចក្លាយជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នាបានទេដូច្នេះចូលក្លាហានឈរលើអ្វីដែលអ្នកជឿដោយមិនបារម្ភពីអ្វីដែលអ្នកដទៃគិត 5. ដែនកំណត់របស់អ្នកគឺគំនិតរបស់អ្នកឧបសគ្គដែលរារាំងអ្នកមិនមែនមកពីខាងក្រៅនោះទេតែគឺមកពីគំនិតរបស់អ្នកផ្ទាល់បើអ្នកជឿថាអ្នកអាចធ្វើបានអ្នកនឹងធ្វើបានបើអ្នកជឿថាអ្នកធ្វើមិនបាននោះអ្នកនឹងធ្វើមិនបានឡើយ 6. ការខ្វល់ពីគំនិតអ្នកដទៃគឺជាសត្រូវនៃក្តីស្រមៃក្តីស្រមៃរបស់អ្នកនឹងត្រូវបំផ្លាញយ៉ាងងាយស្រួលបើអ្នកអនុញ្ញាតឲ្យសម្ដីអ្នកដទៃមានឥទ្ធិពលខ្លាំងពេកត្រូវរៀនបិទត្រចៀកចំពោះសម្លេងរិះគន់ដែលមិនស្ថាបនាហើយបន្តដើរតាមក្តីស្រមៃរបស់អ្នកទៅមុខភាពអស្ចារ្យចាប់ផ្ដើមពីជំហានដំបូងរីឯភាពជោគជ័យដ៏អស្ចារ្យមិនកើតឡើងក្នុងមួយយប់នោះទេវាចាប់ផ្ដើមពីជំហានតូចៗម្ដងបន្តិចម្ដងបន្តិចកុំរងចាំឲ្យអ្វីៗល្អឥតខ្ចោះទើបចាប់ផ្ដើមគ្រាន់តែក្លាហានបោះជំហានទៅមុខ 8. ការបរាជ័យគឺជាដញ្ជន់ដាលទៅរកភាពជោគជ័យកុំខ្លាចការបរាជ័យព្រោះវាគឺជាគ្រូដ៏ល្អបំផុតការបរាជ័យនឹងបង្រៀនមេរៀនដ៏មានតម្លៃដែលភាពជោគជ័យមិនអាចផ្ដល់ឲ្យបានវាគឺជាផ្នែកមួយនៃការរៀនសូត្រមិនមែនជាទីបញ្ចប់ឡើយ 9. ពេលវេលាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតពេលវេលាមានកំណត់និងមិនអាចយកមកវិញបានទេដូច្នេះចូលប្រើប្រាស់ពេលវេលារបស់អ្នកយ៉ាងឆ្លាតវៃដោយចំណាយវាទៅលើអ្វីដែលពិតជាសំខាន់ជាមួយមនុស្សដែលអ្នកស្រឡាញ់និងជាមួយគោលដៅដែលធ្វើឲ្យជីវិតរបស់អ្នកមានន័យ 10. ចូលមានចិត្តល្អចំពោះខ្លួនឯងក្តីស្រឡាញ់ចំពោះខ្លួនឯងគឺជាមូលដ្ឋានគ្រឹះនៃក្តីស្រឡាញ់ទាំងអស់ចូលចាប់ផ្ដើមពីការមានចិត្តល្អចំពោះខ្លួនឯងជាមុនសិនការទទួលយកនិងការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងនឹងជួយឲ្យអ្នកមានថាមពលដើម្បីស្រឡាញ់អ្នកដទៃបានយ៉ាងពិតប្រាកដបើអ្នកចង់ឃើញការផ្លាស់ប្ដូរក្នុងជីវិតអ្នកត្រូវតែចាប់ផ្ដើមពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកជាមុនសិនខាងលើនេះគឺជាគន្លឹះសំខាន់ទាំង10ដែលអាចជួយឲ្យអ្នករស់នៅដោយគោលដៅនិងមានក្តីសុខ